បាទសួស្តីបងប្អូនជាងយើងទាំងអស់គ្នាបាទវីដេអូនេះគឺខ្ញុំបានធ្វើការវាស់ដុំភ្លើងដើម្បីដាក់ឲ្យភ្ញៀវបាទអ្នកគាត់កំង10គ្រាប់ហើយដុំភ្លើងនេះគឺធ្វើការវាស់ដើររួចរាល់ដល់យើងដាក់ឲ្យភ្ញៀវបាទហើយវាមានខូចមានអីចឹងទៅគឺអាហ្នឹងគឺខ្ញុំទុកខ្លួនឯងសម្រាប់ដុំភ្លើងនេះគឺយើងវាស់យកតែដុំណាដែលល្អយកតែឲ្យភ្ញៀវ10ដុំហ្នឹងគឺមាន44 46ផងដែរនេះជាអីវ៉ាន់ដែលគាត់កំងរួមគ្នាបាទហើយជើងកំសៀវហ្នឹងមិនមែនទេបាទនឹងបោះម៉ូយផ្សេងបាទគាត់មានបាមានសម្លៃមានកែនរួចចឹងទៅបាទអញ្ចឹងក៏ធ្វើការកត់វិក័យប័ត្រដើម្បីផ្ញើជូនគាត់បាទអញ្ចឹងត្រង់នេះគឺវិចខ្ចប់បាទវិចខ្ចប់បិទស្កុតបិទអីបាទដើម្បីឲ្យការដឹកទៅហ្នឹងកុំឲ្យវាមានរហែកយើងក៏ទៅសេទីតាំងទៅបាទហើយនេះគឺភ្ញៀវយើងមកម្នាក់ទៀតបាទដែលគាត់កំងដែរយើងក៏រៀបចំជូនគាត់បាទមានជើងកំសៀវមានកងតាក់មានគ្រឿងឆ្នាំងបាយចឹងទៅបាទតើនេះគឺសរសេរវិក័យប័ត្រផ្ញើគាត់បាទតម្លៃប៉ុណ្ណេះចឹងទៅហើយធ្វើការវិចខ្ចប់ដើម្បីយកទៅឲ្យម៉ួយបាទដោយអីវ៉ាន់មុនហ្នឹងយកទៅម្ដងហើយនេះក៏ជាអីវ៉ាន់ទី2ផងដែរបាទអរគុណសម្រាប់ការតាមដាន